ជុំគិរីនៃខេត្តកំពត ក្រោយពីយើងបានឃើញនៅទស្សនភាពមួយចំនួននៃផ្ទះរបស់បងប្រុសបងស្រីខ្ញុំស្ថិតនៅក្នុងឯស្រុកជុំគិរីខេត្តកំពតរួចមកយើងក៏លេចមកមើលនៅទេសភាពបាទជុំវិញនៃតំបន់នោះគឺព័ទ្ធជុំវិញទៅដោយគិរីបុប្បតាបាទយើងក៏លេចមកមើលផ្ទះឯនេះវិញបាទគឺនៅឯផ្ទះបងប្រុសនិងបងថ្លៃរបស់ខ្ញុំស្ថិតនៅឯក្នុងស្រុកជុំគិរីខេត្តកំពតនេះបាទយើងឃើញឆ្កែនៅខាងមុខផ្ទះនេះឆ្កែជាសត្វស្មោះត្រង់ហើយវាមិនដែលមានចិត្តគំនិតនៅអាក្រក់អ្វីមកលើម្ចាស់ទេប្រសិនបើយើងគិតមកវិញគឺធម្មជាតិគឺបានផ្លាស់ប្ដូរនៅគំនិតអវិជ្ជមានរបស់យើងច្រើនណាប្រសិនបើយើងគិតច្រើនស្មុគស្មាញច្រើនគិតអ្វីមិនចេញពេលដែលយើងបានឃើញធម្មជាតិគឺពិតជាផ្លាស់ប្ដូរនៅអារម្មណ៍របស់យើង360ដឺក្រេហើយប្រសិនបើយើងគិតត្រឡប់មកវិញទៀតគឺគ្មានអ្វីដែលអស្ចារ្យជាងអ្វីដែលយើងរស់នៅក្នុងភាពសុខដុមរមនាភាពសុខសាន្តឬក៏ជាមួយធម្មជាតិនឹងទេពីព្រោះអីពីព្រោះធម្មជាតិគឺបានផ្លាស់ប្ដូរយើងឲ្យក្លាយទៅជាមនុស្សថ្មីមួយដែលរស់តាមបែបធម្មជាតិមិនចង់បៀតបៀនអ្នកដទៃមិនចង់បានអ្វីច្រើនមិនមានភាពលោភលន់ពីព្រោះថាពេលវេលាគឺជាបានន័យថាយើងរស់នៅគឺយើងមិនអាចរស់នៅជាអមតៈទេក៏ប៉ុន្តែភាពស្មោះត្រង់គេឈ្មោះរបស់យើងគឺអាចរស់នៅជាភាពអមតៈពីព្រោះថាភាពស្មោះត្រង់របស់យើងនិងគេឈ្មោះរបស់យើងគឺគេតែងតែនិយាយតគ្នាពីមាត់មួយទៅមាត់មួយមកឥឡូវយើងក៏លេចមកមើលធម្មជាតិយើងម្ដងនៅខែនេះគឺទេសភាពស្រស់បំព្រងមែនតែនបាទផ្ទៃទឹកគឺចង់បានន័យថាពណ៌ខៀវដើមឈើអមជាមួយនឹងផ្ទៃទឹកហ្នឹងហើយវា reflection ណាបានន័យថាវាផ្លាសាដូហ្នឹងជាមួយនឹងមេឃមើលទៅពិតជាពណ៌ខៀវស្រងាត់អមជាមួយនឹងពណ៌បៃតងហើយវាធ្វើឲ្យយើងមានចិត្តជ្រះថ្លារីករាយនៅក្នុងការទទួលយកនៅអ្វីដែលយើងបានមកកាន់នៅតំបន់នេះឥឡូវខ្ញុំចង់ឲ្យពុកម៉ែបងប្អូនស្ដាប់នៅសំឡេងធម្មជាតិដែលអមជាមួយនឹងសត្វគោឬក៏សត្វនានាដែលនៅក្នុងព្រៃឬក៏នៅតំបន់ជនបទហ្នឹងដើម្បីយើងផ្លាស់ប្ដូរបរិយាកាសរបស់យើងថាតើនៅពេលដែលយើងទទួលនៅចំណីអារម្មណ៍ប្លែកជាមួយនឹងសំឡេងជនបទហ្នឹងថាតើយើងទទួលបានអ្វីថ្មីខ្លះនេះតាមដងផ្លូវនៅខាងក្រោយផ្ទះអញ្ចឹងយើងដើរកាត់នៅតាមមាត់ទឹកហើយទៅកាន់នៅចំការដូងនៅឯខាងក្រោយបាទអញ្ចឹងនៅទីនេះផងដែរគឺយើងធ្វើដំណើរទៅបាទយើងធ្វើដំណើរទៅជាមួយនឹងស្ដាប់សំឡេងសត្វយំជីក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 នឹងអាទៅវាហូរចេញពីស្រែមកអញ្ចឹងយើងស្ដាប់មើលទៅវាមានអារម្មណ៍ថា fresh ហើយស្រស់ថ្លាហើយយើងក៏លេចមកមើលថ្ងៃរះយើងមើលមកឥឡូវរះលើទឹកឯងបាទហូបផុតទឹកឯងស្អាតមែនទែនបាទពុកម៉ែបងប្អូនសង្ឃឹមថាយើងនឹងដោះលែងខ្លួនឯងឲ្យទៅកន្លែងកំសាន្តដែលវាមានបែបជាលក្ខណៈ natural លក្ខណៈបែបធម្មជាតិខ្ញុំជឿជាក់ថានៅពេលដែលបងប្អូនបានទៅកាន់នៅតំបន់ដែលមានលក្ខណៈធម្មជាតិបែបនេះវាផ្លាស់ប្ដូរអារម្មណ៍របស់យើងខ្លាំងមែនទែនបាទហើយមើលទៅនេះអូយស្រស់ស្អាតមែនទែនថ្ងៃរះកម្ពស់ចុងដូងអានេះលើចុងដូងណាហើយមានភ្នំដើមត្នោតអមសងខាងអីចឹងទៅបាទហើយយើងក៏លេចមកមើលនេះគោកំពុងតែស៊ីស្មៅហើយយើងឃើញផ្ទះមួយនៅខាងក្រោយគោហ្នឹងជាមួយនឹងជួរភ្នំដែលខ្ពស់ហ្នឹងមើលទៅវា relax មែនតែនបាទគឺលំហែមែនតែនហើយធ្វើឲ្យខួរក្បាលយើងដូចលាងខួរក្បាលដោះលែងខួរក្បាលយើងកុំឲ្យលេងគិតអ្វីទាំងអស់ដូច្នេះហើយគឺយើងបានធ្វើឲ្យខ្លួនឯងនឹងស្រស់ស្រាយនិងស្រស់បំព្រងទៅតាមកាលនៃធម្មជាតិដែលយើងបានទទួលស្នាកំសាន្តនៅទីនោះការផលិតស្រស់ដល់ហើយបាទអញ្ចឹងយើងស្ដាប់នៅសំឡេងធម្មជាតិបន្តទៀតក្រោយពីយើងបានទស្សនានៅកម្រងទស្សនីយភាពនិងទេសភាពដ៏ស្អាតហើយយើងដើរសម្ដៅទៅចំការដូងប្រេងបាទសំទោសយើងដើរសម្ដៅទៅចំការដូងទាំងអស់គ្នានេះចំការដូងរបស់បងថ្លៃស្រីបាទគាត់ដាំបានដូចជាង300ដើមបាទជាងច្រើនដែរបាទមុននឹងដើរចូលហ្នឹងគឺមានកិច្ចស្វាគមន៍ពីសំណក់នៅខាងមុខផ្ទះយើងដឹងស្រាប់ហើយនៅស្រុកស្រែចំការគឺសម្បូរអាសត្វសំណក់សត្វអីហ្នឹងគឺវាទទួលភ្ញៀវដើម្បីចាំមានណាគេចូលយ៉ាងអញ្ចឹងយើងទៅយើងជំរាបសួរបងប្រុសសិនបាទហើយដូងនេះដូងក្អូបដូងទឿទូចទូចញញវាអត់ទាន់ធំទេបាទ
ចឹងយើងមើលទៅដើមដូងបងគាត់តំកាយអស់បាទគាត់កាយលក់ណាជាង300ដើមបាទនេះផ្ទះរបស់គាត់ដែលនៅខាងក្រោយហ្នឹងផ្ទះហ្នឹងពណ៌ពណ៌ខៀវច្រឡំពណ៌បៃតងពណ៌ខៀវហើយធ្វើពីប៉ាំងកសីហើយត្រជាក់ណាត្រជាក់មែនតើគាត់ថាព្រឹកឡើងហ្នឹងគឺមានគេមកអង្គុយលេងឲ្យខាង CEO អីចឹងទៅនេះទាកាប៉ាបាទកាបដើរទៅហើយនៅខាងក្រោយផ្ទះខាងមុខហ្នឹងដើរចូលមកហ្នឹងចម្ងាយយ៉ាងឆ្ងាយដែរចូលរាប់រយម៉ែត្រដែរបាទអញ្ចឹងយើងដើរចូលមកក្រោយហ្នឹងឃើញការរៀបចំអីគាត់ហ្នឹងគឺស្អាតមែនតើគឺអត់មានឲ្យស្មៅអីដោះតនេះគាត់ដើរកាត់កដៀវគាត់មួយហ្នឹងដើរកាត់ឈូសអីខ្ទេចអស់ហើយដោយទាំងរឹសបាទហើយសំបីតាដូងគាត់អីហ្នឹងគាត់រៀបចំមានស្ដាប់ធ្នាប់ល្អបាទគាត់រើសមកទាំងរៀបគ្នាជាជួរដាក់នៅខាងក្រោមដើមដូងអញ្ចឹងទៅពេលវាដុះអញ្ចឹងទៅគាត់ដាំតទៅក្រោយទៀតអីអញ្ចឹងទៅបាទនៅក្រោយទៀតដីគាត់នៅក្រោយតទៀតអីអញ្ចឹងទៅបាទហើយយើងមើលទៅជីវភាពសាមញ្ញក៏ប៉ុន្តែគឺពោពេញទៅដោយខ្យល់អាកាសល្អបរិសុទ្ធហើយនេះគឺធុងមាន់បាទធុងមាន់គាត់នៅម្ខាងហ្នឹងដែលធុងមាន់គាត់ហ្នឹងមានមាន់មានទាដូចមានកងានដែរបាទកងានលោកមុនកងានច្រើនមែនទែនបាទកងានច្រើនណាស់ហើយនេះនៅកន្លែងគាត់ទំៀបដូងដែលជ្រុះធ្លាក់មកបាទនេះថាវាទុំជ្រុះព្រោះវាច្រើនណាអញ្ចឹងគាត់ទៅរៀបវាដាក់អញ្ចឹងទៅស្មើគ្នាអញ្ចឹងទៅឲ្យវាដុះពេលដុះអីចឹងទៅគាត់យកទៅលក់ឬក៏គាត់យកទៅដាំបន្តនៅខាងក្រោយអីចឹងទៅបាទយើងសង្កេតឃើញថាធម្មជាតិបែបនេះវាមិនងាយនឹងរកបានទេពីព្រោះអីពីព្រោះថាវាជួយនៅសន្តិភាពផ្លូវចិត្តយើងកុំឲ្យគិតច្រើនហើយនៅពេលដែលយើងបានឃើញវាបាទនៅបានឃើញធម្មជាតិពណ៌បៃតងភ្នែកយើងបានសម្លឹងទៅគឺបានផ្ដល់ទៅឲ្យខួរក្បាលអញ្ចឹងយើងលេងគិតអ្វីច្រើនដែលជាភាពសុខស្មាញមាន់បាទគាត់ដាក់នឹងត្រង់គាត់ធ្វើដូចជាសួនមួយមាន់អញ្ចឹងបែបធម្មជាតិហ្នឹងគឺគាត់ធ្វើអីចឹងទៅដាក់ត្រង់អីចឹងទៅអាខ្លះវាហោះចេញអាខ្លះវានៅក្នុងហ្នឹងអីចឹងទៅបែរថាយប់ឡើងទៅវាចេញទៅដល់កន្លែងណាក៏វាហោះចូលត្រង់វិញដែរបាទដូងគាត់ដូង300ដើមជាងនេះផ្ទះនេះគេហៅថាផ្ទះខ្ទមចាំស្នេហ៍បាទផ្ទះខ្ទមចាំស្នេហ៍ចាំនៅនេះត្រជាក់យប់ឡើងត្រជាក់ណាបងបាទណោះគឺបាទគេដាក់ស្ទូចខ្ញុំស្ទូចមកឆៃស្ទូចបានអត់ឆៃមួយត្រីកំបក់អត់បានទេទៅវិញវាដីផ្ទះបងបានទៅវិញបាទអូដងកន្លងជ្វាធំមកអូលងនេះយើងចាប់ដើមដើរត្រឡប់ទៅវិញហើយបាទនេះបងប្រុសគាត់មុនហ្នឹងគាត់ឃើញបែរថាគាត់គ្រាន់តែឃើញដើមឈើដុះដើមឈើអីហ្នឹងគឺគាត់ទាញចេញហ្មងបាទនេះថាគាត់ទឹះនៅគេហៅថាដូចជាស្មៅដូចជាអីចឹងណាបាទហើយគាត់ប្រាប់គាត់ឃើញព្រៀបដែលមកពីព្រៃហ្នឹង
đại vì hà mà bị prey vì mà tung vì mình nơi lừa tờ bộ tiếc nó có chọn phèp có tháng này rất là priệp hay priệp nó cứ ọt dương ọt ban châm ban ấy thế cứ vì hà bị prey vì ấy màu nữa bà vì mà nơi lừa nâng vì nơi sọc sờ bài dương ọt banh ọt sầm lạp ấy vì nó cứ vì nơi tân nâng hào ấy để sao tờ viên nơi ban sọc sờ bài dương ọt miên bằng co tờ rụng khan vì rồi có đánh vì anh chắc sát cứ việc đó vì nguyên nhiên bảo vì cứ việc cất tha cả lại đứng cứ vì nơi ban sọc ấy ọt miên bắt luôn kia vì rồi có cả banh ra ấy chẳng vì non kia mà nới vì nơi sọc vì nơi thời bà vì phụ hà sát priệp nó cứ vì thời ca son để phiệp bà cái piece ở Khmer dưỡng cứ vô sạch priệp nó cứ chia đồng nản bà này họ tại cái cắt sát là phục mẹ bông bóng này cứ chia tiết phiệp bất á bà chẳng bàn cái trong bàn nơi ti còn lại anh đại miền là cái hay tha tiết phiệp đại bài thò mà chiết anh chẳng tới bà nếu nhôm của vợ camera mà chúng nó ban đây thay nhôm tam sạch priệp đại họ nè bà đại vì họ nó cứ vì màu tôm nơi còn lại thì tăng nâng với những chẳng tới bà chị tên áp không? Thực ca nó đá không? Đúc ý kế? Thực tế hay kê này chỉ là mọ ra cái món bà khoái đã nâng sao đấy không mang bồn nè mẹ chăm từ bông sao ấy từ đấy trăng tay rồi đây là bông sao miền ấy là bái miền bái ớt cho tôi lên chắc là bót này chứ hai nữa nói cái này cũng toàn chứ hai hết lên chắc là bót ở khai cà phê hám này chắc là bót chắc là bót miếng cà phê này miếng này kì chắc là bót miếng miệng cái riết ăn miếng cà phê nói tố miếng thầy slam mà thầy tay nó ban này kia mưa ồn ban này kia mưa ồn tay này ta nghe vậy ta nghe mưa ồn nó mẹ kia bông thư cho cá đâu đò co vậy tới smile đó một toan này vậy tới miếng cầm nôm mùi smile mà á kho là đót cắt này vậy bị sạch ơi smile đó miếng toan để cái điều nó chốt cắt này sạch đấy nó sạch miếng ơi smile đó toan này mưa ta đá tuốt cắt này ca coi đấy hay đối dân thơ là bọn chẳng tới vì ở miền mon cô avichosi làm là ngày này vì ở miền mon cô ti avichosi tầng năm chẳng dương chlong vì là bọn muối mà là bọn mùi mình lấy một buộc mình ăn lán tới cả hai bịp rực bà nhưng ăn lan được